បងលក់ទៅឲ្យក្រុមអ្នកជំនួញជនជាតិម៉ាឌីននោះឥឡូវនេះត្រូវបានគេយកទៅលក់បន្តនៅក្នុងផ្ទះរបស់លោកបូទីផាដែលជាមេទ័ពការពារស្ដេចស្រុកអេស៊ីបទោះជាយ៉ាងណាក៏ដោយព្រះគម្ពីរបានចែងថាព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយូសែបហើយគាត់ចេះតែចម្រើនឡើងនៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួនជាសារអេស៊ីបនោះវាហាក់ដូចជាលោកយូសែបនឹងត្រូវរួចខ្លួនពីភាពជាបាវបម្រើក្នុងពេលឆាប់អញ្ចឹងតាមពិតទៅលោកយូសែបនៅតែត្រូវធ្វើជាបាវបម្រើអស់រយៈពេលជាច្រើនថ្ងៃដដែលគាត់រស់នៅក្នុងផ្ទះរបស់លោកបូទីផាជាមួយបាវបម្រើដទៃទៀតហើយធ្វើការងារទាំងឡាយណាដែលលោកបូទីផាបានបញ្ជាឲ្យធ្វើទោះជាយ៉ាងនេះក្តីលោកបូទីផាពេញចិត្តនឹងយូសែបខ្លាំងណាស់ពីព្រោះយូសែបធ្វើការងារដោយចិត្តស្មោះត្រង់បំផុតទោះបីជាត្រូវគេដាក់ការងារបែបណាក៏ដោយមិនថាត្រូវគេថែមការងារមួយឬការងារពីរនោះទេអ្វីគ្រប់យ៉ាងដែលលោកយូសែបបានធ្វើគឺតែងតែដើរទៅមុខយ៉ាងល្អនិងជោគជ័យទាំងអស់ដូច្នេះហើយលោកបូទីផាក៏ចាប់ផ្ដើមទុកចិត្តហើយប្រគល់ការងារនិងកិច្ចការទាំងអស់នៅក្នុងផ្ទះឲ្យយូសែបជាអ្នកមើលការខុសត្រូវលោកបូទីផាបានគិតក្នុងចិត្តថាមូលហេតុដែលគ្រួសាររបស់ខ្ញុំទទួលបានព្រះពរគឺពិតជាដោយសារតែយូសែបនេះឯងបើខ្ញុំនៅជាមួយយូសែបព្រះជាម្ចាស់នឹងប្រទានពរដល់ខ្ញុំមិនខានព្រះជាម្ចាស់ពិតជាគង់នៅជាមួយយូសែបហើយទោះជាយ៉ាងណាក៏ដោយសេចក្តីត្រេកអរនេះមានរយៈពេលខ្លីណាស់ព្រោះមានរឿងលំបាកថ្មីមួយទៀតបានកើតឡើងចំពោះយូសែបរឿងនោះគឺដោយសារតែយូសែបមិនត្រឹមតែជាមនុស្សពូកែធ្វើការងារប៉ុណ្ណោះទេគាត់ថែមទាំងមានរូបរាងសង្ហានិងមានមុខមាត់ស្អាតបាតទៀតផងដូច្នេះហើយថ្ងៃមួយប្រពន្ធរបស់លោកបូទីផាបានមកចាប់ទាញខោអាវរបស់គាត់ហើយព្យាយាមល្បួងលួងលោមគាត់ឲ្យធ្វើអំពើបាបជាមួយនាងប៉ុន្តែយូសែបបានរលាស់អាវនោះចោលរួចក៏រត់គេចខ្លួនចេញពីកន្លែងនោះភ្លាមដោយសារតែភាពខឹងសម្បារប្រពន្ធរបស់លោកបូទីផាក៏បានស្រែកឆោឡោឡើងហើយទម្លាក់កំហុសទៅយូសែបទាំងអយុត្តិធម៌វាដូចជាការពីមុនអញ្ចឹងដែលខោអាវរបស់គាត់ត្រូវបានបងចាប់ដោះចេញតែលើកនេះខោអាវរបស់គាត់ត្រូវបានប្រពន្ធរបស់លោកបូទីផាចាប់ហើយយកទៅវិញហើយវាបានក្លាយទៅជាភស្តុតាងដ៏សំខាន់ដើម្បីចាប់ប្រកាន់គាត់ទាំងកាច់បង្ខូចទោះជាយ៉ាងណាក៏ដោយយូសែបមិនបានខឹងអន់ចិត្តឬតូចចិត្តនឹងវាសនាឡើយប្រសិនបើយើងមើលនៅក្នុងព្រះគម្ពីរលោកុបាទចំពុក39យើងនឹងឃើញរឿងរ៉ាវក្នុងអំឡុងពេលដែលយូសែបជាប់នៅក្នុងគុកថ្វីត្បិតតែនៅក្នុងគុកគឺជាកន្លែងដ៏គួរឲ្យខ្លាចនិងពិបាករស់នៅក៏ដោយប៉ុន្តែព្រះជាម្ចាស់បានប្រទានព្រះពរដល់យូសែបហើយយូសែបក៏បានបន្តរស់នៅដោយចិត្តស្មោះត្រង់និងត្រឹមត្រូវបំផុតសូម្បីតែនៅក្នុងគុកនោះដែរជាលទ្ធផលគឺដោយការរស់នៅជាមួយលោកបូទីផាអញ្ចឹងមេគុកក៏ចាប់ផ្ដើមទុកចិត្តឲ្យប្រគល់កិច្ចការទាំងអស់នៅក្នុងគុកឲ្យលោកយូសែបជាអ្នកមើលការខុសត្រូវដែរបងប្អូនអើយកាលពីនៅក្មេងសុបិនរបស់យូសែបគឺចង់ឲ្យអ្នករាល់គ្នាមកលុតជង្គង់សំពះនៅចំពោះមុខគាត់ប៉ុន្តែព្រះគម្ពីរបានបង្ហាញយើងម្ដងមួយថាមនុស្សជាច្រើនបានទទួលព្រះពរតាមរយៈយូសែបនៅគ្រប់ទីកន្លែងដែលគាត់បានទៅគិតចាំតាំងពីពេលដែលគាត់ត្រូវបានគេលួចឲ្យទៅធ្វើជាបាវបម្រើនៅស្រុកអេស៊ីបមកចុះសម្រាប់ពួកយើងវិញតើពួកយើងគួរតែមានសុបិនបែបណាដែររវាងសុបិនមួយដែលចង់ឲ្យអ្នកដទៃមកលុតជង្គង់សំពះយើងនិងសុបិនមួយទៀតដែលចង់ឲ្យព្រះជាម្ចាស់ប្រទានព្រះគុណនិងព្រះពរនៅគ្រប់ទីកន្លែងដែលយើងទៅខ្ញុំសង្ឃឹមថាពួកយើងអាចអធិដ្ឋានទូលសូមបែបនេះជាមួយគ្នាសម្រាប់សប្តាហ៍នេះសូមព្រះជាម្ចាស់ប្រទានឲ្យពួកយើងដែលជាអ្នកជឿលើព្រះយេស៊ូវមានជីវិតមួយដែលមិនត្រឹមតែទទួលបានព្រះពរខ្លួនយើងផ្ទាល់រស់នៅបានសុខសប្បាយនិងមានសុខភាពល្អប៉ុណ្ណោះទេប៉ុន្តែនៅគ្រប់ទីកន្លែងដែលយើងទៅសូមឲ្យព្រះពរសេចក្តីអរព្រះគុណនិងសេចក្តីត្រេកអរបានហូរហៀទៅដល់មនុស្សជុំវិញខ្លួនយើងផងដែរ